ជាទូទៅក្រុមហ៊ុនម៉ូតូតែងតែធ្វើការដាក់នៅរង្វាស់នៃការរឹតច្រវាក់ម៉ូតូរបស់យើងគឺនៅលើកន្លែងគម្របច្រវាក់នេះតែម្ដងអញ្ចឹងដូចម៉ូតូនេះគឺនៅក្នុងកន្លែងនេះហើយសម្រាប់ម៉ូតូផ្សេងៗដូចជា Honda Dream ឬក៏ម៉ូតូជាច្រើនទៀតគឺវាច្រើនគឺបិទនៅលើសាក់ស៊ីតែម្ដងអញ្ចឹងយកសោលេខ14ដើម្បីដោះបទូកន្លែងនេះសិនយកសោលេខ10នេះដើម្បីធ្វើការមូលដើម្បីឲ្យកង់របស់ខ្ញុំខិតថយក្រោយដើម្បីច្រវាក់ខ្ញុំតឹងច្រវាក់មើលទៅរៀងតឹងប៉ុន្តែមែនតើគឺវាត្រឹមត្រូវទៅតាមស្ពេចរបស់វាហើយឃើញថាច្រវាក់ប៉ុណ្ណឹងត្រូវហើយខ្ញុំមូលអានេះចូលវិញខ្ញុំអត់តន់រត់ទេខ្ញុំគាត់តែមូលចូលដើម្បីឲ្យខ្ញុំទប់ហើយខ្ញុំមើលទៅក្របរបស់ខ្ញុំយើងមើលកន្លែងសម្គាល់វាគឺក្របទី1គឺនៅចំចង្អូររបស់ខ្ចៅធំមួយនេះអញ្ចឹងខ្ញុំទៅមើលមកខាងនេះដូចគ្នាតើវាចំគ្នាអត់អូខេដើម្បីយើងរឹតអានេះឲ្យត្រឹមត្រូវទី1គឺយើងយកសោលេខ10របស់យើងសោកចូលតមកទៀតគឺយើងមានយកសោលេខ14របស់យើងសោកចូលដូចគ្នាហើយយើងធ្វើការរឹតយើងទប់សោលេខ10នេះឲ្យជាប់ហើយយើងរឹតមូលទៅសោលេខ14ហ្នឹងបានហើយ